ឥឡូវយើងមើលកីឡាករទី6តើជោគជ័យដែរឬទេបាទគឺ Jude Bellingham Jude Bellingham បើសួរថាជោគជ័យគឺជោគជ័យហើយព្រោះថាគាត់ផ្លាស់មកពី Dortmund ទៅកាន់ Real Madrid បាទឆ្នាំដំបូងរបស់គាត់ឈ្នះជើងឯកដូចជា Champions League Copa del Rey La Liga ជាដើមអញ្ចឹងខ្ញុំគិតថាបាទគឺ Jude Bellingham ជាកីឡាករទី6គឺជាកីឡាករជោគជ័យជាមួយនឹងក្រុម Real Madrid ឥឡូវយើងមើលកីឡាករទី5តើជោគជ័យដែរឬយ៉ាងទេបាទគឺ Michael Owen នេះបាទគឺល្បីល្បាញណាស់ជាមួយនឹង Liverpool ប៉ុន្តែទៅលេងជាមួយនឹងក្រុម Real Madrid អត់ជោគជ័យទេគឺញោមញីដោយសាររបួសតែម្ដង គាត់ផ្លាស់ទៅកាន់ក្រុម Real Madrid កាលពីខែសីហា2004ភាគច្រើនគាត់ជា substitution កីឡាករបម្រុងទេព្រោះថាពេលនោះ Real Madrid គាត់មាន Ronaldo និង Raúl González ហើយគាត់សុទ្ធបាន16គ្រាប់លេង45ប្រកួតភាគច្រើនគាត់ញោមញីដោយសាររបួសហើយគាត់ត្រឡប់មកកាន់ Premier League វិញឆ្នាំ2005ចូលរួមជាមួយនឹងក្រុម Newcastle United អញ្ចឹងកីឡាករអង់គ្លេសទី5គឺ Michael Owen គឺមិនជោគជ័យជាមួយនឹងក្រុម Real Madrid ទេឥឡូវយើងមើលកីឡាករទី4របស់អង់គ្លេសដែលទៅចូលរួមជាមួយនឹងក្រុម Real Madrid បាទគឺខ្សែការពារបាទគឺ Jonathan Woodgate កាលពីគាត់លេងឲ្យក្រុមបាទគឺ Newcastle United និង Leeds United គឺជាកំពូលខ្សែការពារដ៏ល្អមែនទែនគ្រាន់តែ Real Madrid ទិញទៅលេងអត់កើតដោយសារអីដោយសាររបួសច្រើនញោមញីដោយសាររបួសធ្វើឲ្យជីវិតបាល់ទាត់របស់គេនៅក្នុងអេស្ប៉ាញបាទគឺមិនទទួលបានជោគជ័យទេសម្រាប់ Jonathan Woodgate ឥឡូវយើងមើលកីឡាករទី3តើជោគជ័យដែរឬទេបាទកីឡាករអង់គ្លេសគឺ David Beckham គ្រាន់តែនិយាយបាទគឺគ្រាន់តែឈ្មោះរបស់គាត់គឺជោគជ័យបាត់ទៅហើយបាទគឺមានទីផ្សារពុះ control នៅលើពិភពលោកគ្រាន់តែ Real Madrid ទិញទៅគ្រាន់តែ brand របស់គាត់ហ្នឹងគឺជោគជ័យមួយហើយនៅលើវាស្មើគឺជោគជ័យទៀតបាទសម្រាប់កីឡាករទី3របស់អង់គ្លេសដែលទៅលេងក្រុម Real Madrid ហើយគាត់លេងបាន159ប្រកួតសុទ្ធបាន20គ្រាប់ឲ្យក្រុម Real Madrid ភាគច្រើនគាត់ពូកែបោះពូកែអស៊ីសហើយគាត់ផ្លាស់ចាក់ចេញពីក្រុម Real Madrid ទៅកាន់ក្រុម LA Galaxy របស់សហរដ្ឋអាមេរិកឆ្នាំ2007អញ្ចឹងកីឡាករអង់គ្លេសទី3នេះបាទគឺ David Beckham គឺជាកីឡាករជោគជ័យឥឡូវយើងមើលកីឡាករបាទគឺទី2ដែលចេញបាទគឺទៅកាន់ Real Madrid គឺ Steve McManaman កីឡាកររូបនេះគឺជាពិតជាជោគជ័យមែនទែនបាទព្រោះថាគាត់ប៉ាកែបាទ dribbling ខ្ញុំមិនចេះភាសាគេទេប៉ុន្តែគាត់គេថាប៉ាកែបដើបាល់ទេបគឺមិនងាយយកបានទេដូច Messi អញ្ចឹងចង់យកបាល់ពីបានដល់ទៅស្លៃឲ្យគាត់ដួលគឺពីនៃតែម្ដងអញ្ចឹងបាទ Steve McManaman នេះគាត់ចេញបាទគឺទៅចូលរួមជាមួយនឹងក្រុម Real Madrid ឆ្នាំ99គឺជោគជ័យបាទអញ្ចឹងមានអ្នកជោគជ័យនិងមិនជោគជ័យអញ្ចឹងសួរថាបាទគឺ Trent Alexander-Arnold ជាកីឡាករអង់គ្លេសទី7តើជោគជ័យជាមួយនឹងក្រុម Real Madrid ដែរឬយ៉ាងណានេះគឺជាសំណួរយើងរងចាំរយៈពេលរដូវកាលថ្មីថាតើ Arnold ធ្វើបានល្អដូចជា Liverpool ដែរឬយ៉ាងណាការប្រកួតបាល់ទាត់ FIFA Club World Cup បាទគឺមានសំណួរទស្សនិកជនគាត់បានមកសួរខ្ញុំថាតើក្រុម Arsenal Liverpool និង Barcelona មិនអត់បានទៅបាទគឺពានរង្វាន់នេះអញ្ចឹងបាទគឺមានតែក្រុមផ្សេងArsenal Liverpool Barcelona អត់មានចូលរួមទេកម្មវិធីនឹងចាប់ផ្ដើមនៅថ្ងៃទី15នេះហើយបាទគឺខែសម្រាប់ទៅបាទគឺ14ខែមិថុនានិងបញ្ចប់នៅថ្ងៃទី15ខែកក្កដាតែម្ដង FIFA បាទគឺ Club World Cup នេះគឺជាគេហៅថារូបមន្តថ្មីបាទគឺចេញពី7ក្រុមមក32ក្រុមហើយរៀបចំឡើង4ឆ្នាំម្ដងដូចជា World Cup ដែរអញ្ចឹងមានន័យថានៅពេលដែលប្រមុខសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបង្កើតពាននេះបាទគឺពាន UEFA បាទគឺ European Super Cup នោះដែលលោក Perez បាទគឺត្រៀមនឹងធ្វើនោះគឺប្រហែលជាលែងមានតទៅទៀតហើយអញ្ចឹងបាទគឺលែងមានហើយមានក្រុមចំនួន32ទៅចូលរួមធ្វើការប្រកួតនៅក្នុងនោះគេបានបង្ហាញថារូបមន្តថ្មីបាទគឺចេញពី7ក្រុមមកបាទគឺ32ក្រុមនោះអឺរ៉ុបមាន12ក្រុមអឺរ៉ុបច្រើនជាងគេគឺ12ក្រុមអាហ្វ្រិកបាទគេសួរទៅអាមេរិកខាងត្បូងមាន6អាហ្វ្រិកនិងអាស៊ីយើងបាទគឺមាន4ចំណែកបាទគឺ CONCACAF នេះមាន4បូកនឹងម្ចាស់ផ្ទះមួយទៀតគឺ5ហើយបាទគឺអូសេអានីបាទគឺមានចំនួន1ក្រុមបាទគឺទាំងអស់បាទគឺ32ទៅចូលរួមប្រកួតហើយក្នុងនោះបាទគឺគេចែកជា8ពូលមួយពូលបាទគឺមាន4ក្រុមដែលមានពិន្ទុច្រើនជាងគេលេខ1លេខ2គឺបានឈានទៅប្រកួតវគ្គ Knockout Stage ឬក៏16ក្រុមចុងក្រោយជាបន្តទៀតអញ្ចឹងទស្សនិកជនបាទគឺច្បាស់ហើយថ្ងៃនេះបាទគឺ
ច្បាស់តែម្ដងអាសនលជាប់លេខ2 3រដូវកាលជាប់គ្នាបាទគឺជាបន្ទុកទៀបបាទនៅក្នុងបាទគឺចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដូច្នេះអត់បានមកទេកាលពីថ្ងៃច័ន្ទខ្ញុំបាទបង្ហាញជូនបាទគឺកីឡាករដែលមានតម្លៃខ្លួនខ្ពស់ទៅប្រកួតនៅក្លឹប World Cup ឥឡូវនេះយើងមើលតម្លៃកីឡាតម្លៃគ្រូបង្វឹកបាទជម្រើសជាតិបាទគឺដែលមានតម្លៃខ្ពស់បាទដឹកនាំក្រុមជម្រើសជាតិវិញទី1ដែលមានតម្លៃខ្ពស់ជាងគេហ្នឹងគឺលោក Carlo Ancelotti នេះដឹកនាំក្រុមប្រេស៊ីលនេះមួយឆ្នាំគាត់ទទួលបាន9លាន50ម៉ឺនអឺរ៉ូក្នុងមួយឆ្នាំនេះជម្រើសជាតិប្រេស៊ីលឥឡូវយើងមើលជម្រើសជាតិអង់គ្លេសវិញបាទគឺលោក Thomas Tuchel ឬក៏ Thomas Tuchel បាទគឺមួយឆ្នាំសហព័ន្ធបាល់ទាត់អង់គ្លេសឲ្យ5លាន90ម៉ឺនអឺរ៉ូនៅក្នុងមួយឆ្នាំអ្នកទី3បាទគ្រូរបស់សហរដ្ឋអាមេរិកបាទគឺលោក Mauricio Pochettino បាទគឺមួយឆ្នាំ5លាន30ម៉ឺនអឺរ៉ូគ្រូនេះថាត្រឡប់មកកាន់ Spurs វិញប៉ុន្តែឥឡូវ Spurs នេះរើសបានលោក Thomas Frank បាទដែលជាគ្រូរបស់ Brentford ហើយបាទគឺមិញហ្នឹងឃើញយល់ព្រមហើយបាទគឺទៅហើយអ្នកទី4បាទគ្រូអាល្លឺម៉ង់ Julian Nagelsmann បាទគឺដឹកនាំក្រុមអាល្លឺម៉ង់មួយឆ្នាំគឺ4លាន90ម៉ឺនអឺរ៉ូដល់អ្នកទី5គ្រូប៉ុកទុយហ្គាល់ជនជាតិអេស្ប៉ាញលោក Roberto Martinez ដែលឈ្នះពានរង្វាន់ UEFA Nations League នោះគឺ4លានអឺរ៉ូក្នុងមួយឆ្នាំបាទដឹកនាំក្រុមជម្រើសជាតិអ្នកចុងក្រោយគេលោក Didier Deschamps បាទគ្រូរបស់បារាំងបាទគឺដឹកនាំតាំងពីឆ្នាំ2012មួយឆ្នាំគាត់ទទួលបាន3លាន80ម៉ឺនបាទគឺអឺរ៉ូនៅក្នុងមួយឆ្នាំអញ្ចឹងគ្រូសម្រាប់ដឹកនាំក្រុមជម្រើសជាតិគឺមានប្រាក់ខែតិចជាងគ្រូបាល់ទាត់អាជីពទេដោយជាលោកបាទគឺ Diego Simeone ដែលដឹកនាំក្រុម Atletico Madrid នោះ27-28លានឯណោះអញ្ចឹងគ្រូដឹកនាំក្រុមជម្រើសជាតិបាទគឺប្រទេសនីមួយៗបាទតិចជាងដោយសារកម្មវិធីនៃការប្រកួតបាទគឺអត់សូវច្រើនដូចជាលីកនោះទេអរគុណពីកម្មវិធីកីឡាបានឈានមកដល់ទីបញ្ចប់ហើយយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួនបងប្អូនជៀសវាងឲ្យឆ្ងាយការសេពគ្រឿងញៀនវាបំផ្លាញអនាគតនិងជីវិតរបស់លោកអ្នក